ជំរាបសួរបងប្អូនទាំងអស់គ្នា ហើយទៀតបងប្អូនអើយអត់មានពេលទៅណេទេនេះយកពេលវេលានេះអស់ពីកន្លែងមួយទៅកន្លែងមួយត្រូវការធ្វើអីខ្លះតាមការពិតត្រូវការធ្វើច្រើនណាស់សំខាន់ទី1យើងទុកដាក់កន្លែងនេះឲ្យស្អាតហើយចង់ប្រមូលបងប្អូនមកបោះតង់បោះលេងឬជាអាចមកស្ទូចត្រីឬជាអាចមានកម្មវិធីអីបានលេងជុំគ្នាប៉ុន្តែអ្នកនិយាយនេះអត់ដែលបានមានពេលមកទេគាត់ថាថ្ងៃនេះរៀងទៅនេះឈៀងមកផ្លេតតែជាប់ធ្វើការងារដែរពេលនេះទៅអត់មានទៅមានពេលសម្រាប់មកនេះប៉ុន្តែមានអារម្មណ៍ថាថប់យូរហើយនេះពេកហត់ពេកមកមើលខាងបឹងនេះទៅមានអារម្មណ៍ដូចស្រស់ស្រាយតើបងប្អូនយល់ដូចខ្ញុំដែរអត់សិនតើបងប្អូនចង់មកលេងទីតាំងនៅកន្លែងនេះឬជាមកអង្គុយ picnic ឬជាអីអាចទៅមកលេងបានតែអត់មានអីអត់មានកតុបទឹកទេសប្តាហ៍ថ្ងៃនេះគ្រាន់តែមានតែដីធ្លីយើងមកអាចអង្គុយលេងផ្លេងមកផ្លេតបានអត់បញ្ហាចាប៉ុន្តែដូចខ្យល់ស្រួលទេខ្យល់ហើយស្រួលទេនេះសបាយតិចចិត្តហត់យ៉ាងណាក៏ដោយឲ្យតែមកដល់កន្លែងនេះឆ្លាស់មុខឆ្លាស់មាត់ណាស់លោក relax ថា relax ហត់មួយថ្ងៃប្រហែល10ម៉ោងក៏បានដល់កន្លែងនេះហើយ